កណានមស្ការថ្វាយបង្គំប្រកាសណាម្ចាស់គ្រប់ព្រះអង្គចំណានពរញាតិញោមប្រុសស្រីគ្រប់រូបផងគ្នាទាំងអស់ដោយសេចក្តីនឹករលឹកដោយសេចក្តីរាប់អាននៅថ្ងៃទី14ខែមករាឆ្នាំ2026អាត្មាភាពកំពុងតែស្ថិតនៅលើភ្នំមងដាំប្លង់ដែលជាតំបន់ទេសចរបងតំបន់ទេសចរនៅកន្លែងនេះគឺទាំងខែក្តៅខែត្រជាក់គឺរកចំណូលបានច្រើនណាស់ញាតិញោមខែក្តៅរកចំណូលអំពីការជិះកត្រកឡើងមកលើភ្នំមើលទេសភាពចំណែកខែតកកជិះកត្រកមកលើភ្នំដែរតែអ្នកមកទស្សនាភាគច្រើនគឺជួលស្គីជិះព្រោះជួលស្គីជិះហើយស្គីញាតិញោមមនុស្សយើងចុះអាប់តិចមើលគ្នាអត់សូវឃើញញាតិញោមចុះអាប់មើលគ្នាអត់សូវឃើញមើលណាចុះប្រសង់នមុនមកតិចបុក3ញាតិញោមព្រោះប៉ុន្តែហេតុអីញាតិញោមហើយផ្ទះអីហ្នឹងគឺកក់ឲ្យហាងនេះហាងកាហ្វេហាងអីនេះព្រោះកន្លែងគេលក់ food លក់អីនេះគឺកក់ឲ្យញាតិញោមមើលកក់ទឹកទីឲ្យកក់អញ្ចឹងហ្នឹងហើយញាតិញោមមានអីទេមានតែណាល្អណាស់ណោះថោកំពុងជិះស្គីថោកំពុងជិះស្គីទៅណាអត់ចូលទៅក្នុងឯរកកាហ្វេអីទេជាក់ទៅមកតកកញញោមមើលលើតវលកកអស់ហ្នឹងសតកកទៅរួចអត់គូអាហ្នឹងអាជឿនហ្នឹងដែលគេដើរតាមភ្នំ